ចឹងពេលនេះបន្ទាប់ពីសាស្កេបានសម្លាប់អូរ៉ូឈីម៉ារូបានដោយជោគជ័យហើយក៏បានឈ្មោះគោលដៅមករកអត្តបៈសួយកេតសូតាមសន្យារបស់ខ្លួនដែលសាស្កេបានសន្យាជាមួយនឹងអាកននឹងថាខ្លួននឹងមកជួយដោះលែងអាកននឹងនៅថ្ងៃណាមួយហើយជាមួយនឹងការមកដល់របស់សាស្កេក៏ធ្វើអាកននឹងដឹងផ្លេតផងដែរថាពេលនេះសាស្កេបានសម្លាប់អូរ៉ូឈីម៉ារូទៅហើយជាមួយនឹងការទទួលរបស់សាស្កេក៏មិនខ្វល់ច្រើនផងដែរក៏បានផ្ដើមអនុវត្តតាមការសន្យារបស់ខ្លួនក្នុងការដោះលែងវត្តមានរបស់អាកននឹងហើយគាត់នឹងជាមួយនឹងការរួចខ្លួនក៏មិនភ្លេចផងដែរក្នុងការអរគុណទៅកាន់សាស្កេចំណែកសាស្កេក៏មិនភ្លេចផងដែរជាមួយនឹងការទទួលថាអាកននឹងគឺជាមនុស្សដំបូងដែលត្រូវទៅជាមួយនឹងខ្លួនបន្តដល់ពេលអាកននឹងលើអញ្ចឹងក៏បានទទួលផងដែរថាសាស្កេច្បាស់ណាស់នឹងមានអ្នកដទៃផ្សេងទៀតក្នុងការនាំយកទៅជាមួយនឹងគ្នាបន្តដល់សាស្កេក៏បានទទួលតែម្ដងថាមានចំនួន2នាក់ទៀតដែលម្នាក់នៅកន្លែងលាក់ខ្លួនភាគខាងជើងគឺជាជូកូនិងម្នាក់ទៀតនៅកន្លែងលាក់ខ្លួនភាគខាងត្បូងគឺជាការ៉ែនក៏ធ្វើអាកននឹងបញ្ជាក់ទៅកាន់សាស្កេផងដែរថាប្រកាសនឹងពួកគេដែរឬអត់ជាមួយនឹងការងើងឆ្ងល់របស់សាស្កេនោះអាកននឹងក៏បានទទួលផងដែរថាខ្លួនគ្រាន់តែមិនចូលចិត្តពួកគេតែប៉ុណ្ណោះដែលខ្លួនប្រហែលជាមិនអាចចូលរួមជាមួយនឹងពួកគេបាននោះឡើយហើយការជ្រើសរើសទាំងអស់នេះក៏ធ្វើអាកននឹងងើងឆ្ងល់អំពីសាស្កេផងដែរដោយដឹងទៅហើយថាខ្លួនមិនត្រូវគ្នាជាមួយនឹងពួកគេទាំងពីរនោះទេហេតុផលអ្វីបានសាស្កេនៅតែជ្រើសរើសយកវត្តមានរបស់ខ្លួនប៉ុន្តែសាស្កេមិនបានឆ្លើយតបអ្វីច្រើននោះទេគ្រាន់តែឲ្យអាកននឹងប្រញាប់ឆ្លៀកពាក់ក្នុងការជួបដំណើរទៅហើយវាក៏ធ្វើអាកននឹងអត់សំណើបន្តិចផងដែរដែលសាស្កេបានបោះសម្ដីយ៉ាងម៉ឺងម៉ាត់ក្នុងការបញ្ជាខ្លួនហើយវាក៏ធ្វើអាកននឹងផ្លាស់ទីយ៉ាងលឿនទៅភ្ជង់ក្បាលរបស់សាស្កេបាត់ទៅហើយដែលគាត់នឹងចង់ដឹងអំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសាស្កេឲ្យបានជាក់ច្បាស់ហើយក៏ដូចជាចម្លើយដ៏ត្រឹមត្រូវដែលសាស្កេបានជ្រើសរើសជួយសង្គ្រោះវត្តមានរបស់ខ្លួនផងដែរហើយវាដល់តែរឿងដែលគាត់នឹងត្រូវតាមសាស្កេតែប៉ុណ្ណោះហើយក៏ដូចជារឿងដែលសាស្កេអាចយកឈ្នះអូរ៉ូឈីម៉ារូសាស្កេក៏មិនប្រកាសថាខ្លាំងជាងអាគាត់នឹងផងដែរហើយទោះបីតែសមត្ថភាពរបស់អូរ៉ូឈីម៉ារូមិនលើខ្លាំងជាមួយនឹងអ្នកណាក៏ដោយនៅតែមានអ្នកតាមវត្តមានរបស់អូរ៉ូឈីម៉ារូហើយសាស្កេក៏ជាមនុស្សដែលអូរ៉ូឈីម៉ារូត្រូវបានចិញ្ចឹមផងដែរតែយ៉ាងណាសាស្កេមិនត្រូវបានជាប់ឃុំនៅឡើយហើយក៏មានសិទ្ធិក្នុងការនៅក្បែរអូរ៉ូឈីម៉ារូផងដែរតែវាបានបណ្ដាលឲ្យសាស្កេមានឱកាសច្រើនក្នុងការសម្លាប់វត្តមានរបស់អូរ៉ូឈីម៉ារូតែជាមួយនឹងក្រសែភ្នែកវាបហាគ្នារបស់ពួកគេតែយ៉ាងណាយើងក៏មិនទាន់ដឹងអំពីកិច្ចព្រមព្រៀងពិតប្រាកដរបស់ពួកគេនៅឡើយគ្រាន់តែដឹងថាគាត់នឹងគ្រាន់តែចង់ដឹងអំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសាស្កេតែប៉ុណ្ណោះតែគាត់នឹងមិនចង់ខ្លាចជាមនុស្សដែលសាស្កេយកខ្លួនប្រើប្រាស់ដូចនឹងអូរ៉ូឈីម៉ារូនោះទេតែគាត់នឹងជាមួយនឹងការទទួលក្រសែភ្នែកទាំងអស់នេះក៏បានដកខ្លួនចេញវិញផងដែរជាមួយនឹងការលើកឡើងថាខ្លួនគ្រាន់តែនិយាយលេងតែប៉ុណ្ណោះហើយក៏ដូចជាការព្រមព្រៀងគ្នាក្នុងការជួបដំណើរទៅនេះគាត់នឹងបានសំណូមពរក្នុងការធ្វើអ្វីមួយតាមចិត្តរបស់ខ្លួនហើយជាមួយនឹងការទទួលរបស់សាស្កេពេលនេះពួកគេក៏បានចេញដំណើរមកខាងក្រៅផងដែរតែគាត់នឹងក៏បានចោទសួរនៅវត្តមានរបស់សាស្កេថាស្ថិតនៅក្នុងក្រុមនោះមែនទេដែលបានផ្ដួលរៀមច្បងរបស់ខ្លួនសាបូសាដែលធ្វើឲ្យគាត់នឹងចាប់អារម្មណ៍អំពីកំបិតរៀមច្បងរបស់ខ្លួននៅទីណាដោយសារតែវាគឺជាកំបិតពេជ្ជឃានដែលគាត់នឹងក៏បានស្នើសុំសាស្កេក្នុងការនាំខ្លួនទៅយកវាតែម្ដងដោយសារតែខ្លួនចង់ខ្លាចជាម្ចាស់របស់វាហើយបន្ទាប់មកគាត់នឹងក៏សោតចិត្តជួយអ្វីគ្រប់យ៉ាងទៅកាន់សាស្កេវិញផងដែរហើយសាស្កេគ្រាន់តែលើអញ្ចឹងក៏បានជួបដំណើរទៅតែម្ដងដោយឲ្យគាត់នឹងប្រញាប់ប្រញាល់ក្នុងការស្លៀកពាក់ទៅហើយជាមួយនឹងការមកដល់របស់ពួកគេសាស្កេហាក់ដូចជាបានបង្ហាញស្នាមញញឹមបន្តិចផងដែរគណៈពេលដែលឃើញឈ្មោះស្ពានមួយនេះដែលបានដាក់ឈ្មោះថាស្ពានណារូតូដ៏អស្ចារ្យហើយវាក៏ធ្វើឲ្យគាត់នឹងចាប់អារម្មណ៍អំពីឈ្មោះដ៏ចម្លែកនេះផងដែរតែមិនភ្លេចនោះទេក៏បានសួរអំពីរៀមច្បងរបស់ខ្លួនខ្លាំងដែរទេដែលវាបានបណ្ដាលឲ្យសាស្កេនឹកឃើញរាល់រឿងទាំងអស់នោះផងដែរជាពិសេសពាក្យសម្ដីរបស់សាបូសាថាពួកគេមិនស័ក្តិសមហៅខ្លួនជានិនចានោះទេតែពួកគេគ្រាន់តែជាកូនក្មេងតែប៉ុណ្ណោះហើយជាមួយនឹងការភ្លឹករបស់សាស្កេគាត់នឹងក៏បានចោទសួរផងដែរតែសាស្កេមិនបានឆ្លើយតបអ្វីច្រើននោះទេក៏បានបបួលឲ្យគាត់នឹងឈ្មោះដំណើរទៅតែម្ដងតែជាមួយនឹងការមកដល់ជាក់ស្ដែងឃើញនៅសល់តែភ្នោតែប៉ុណ្ណោះក៏បានបាត់នៅវត្តមានដែលបានដាំនៅទីនោះទៅហើយក៏ធ្វើឲ្យគាត់នឹងចោទសួរទៅកាន់សាស្កេភ្លាមផងដែរក៏ធ្វើឲ្យសាស្កេទទួលថាខ្លួនមិនមែនជាអ្នកថែរក្សាភ្នោនេះនោះទេវាប្រហែលជាមាននរណាគេម្នាក់យកវាទៅហើយក៏ធ្វើឲ្យគាត់នឹងទទួលផងដែរថាដើរច្បាស់ណាស់វានឹងមិនចេះរត់ដោយខ្លួនឯងនោះឡើយក៏បានស្នើសុំពន្យាពេលក្នុងការចូលរួមដំណើរជាមួយនឹងសាស្កេដើម្បីផ្ដល់ការឲ្យគាត់នឹងក្នុងការស្វែងរកវាបន្តដោយគាត់នឹងសង្ឃឹមថានឹងមានមនុស្សក្នុងការប្រើប្រាស់វាពីចំនួនមួយទៅចំនួនមួយចាប់តាំងពីរៀមច្បងរបស់ខ្លួនបានបាត់ទៅជាមិនខានជាមួយនឹងការសង្ឃឹមរបស់គាត់នឹងថាខ្លួនត្រូវតែខ្លាចជាម្ចាស់កំបិតពេជ្ជឃាតនឹងឲ្យបានប៉ុន្តែចេះដនអីក៏បានដង្កេចដំណើរជាមួយនឹងអ្នកដតីបាត់ទៅហើយដែលវាបំរុងនឹងធ្វើឲ្យគាត់នឹងបើកការវាបហាបាត់ទៅហើយក៏តែដោយសារសាស្កេត្រូវបានខាត់តន់នោះទេតែមនុស្សម្នាក់នឹងក៏បានចាប់អារម្មណ៍អំពីទង្វើរបស់ពួកគេផងដែរក៏ចង់ចូលមករករឿងតែយ៉ាងណាគ្រាន់តែឃើញក្រសែភ្នែករបស់សាស្កេរន្ធត់ឡើងញ័របាត់ទៅហើយក៏បញ្ញាបញ្ញាដកខ្លួនចេញទៅផងដែរតែយ៉ាងណានៅតែមាត់ខ្លាំងដដែលដោយបានបោះមកថាគួរតែប្រយ័ត្នបន្តិចទៅហើយវាក៏បានធ្វើឲ្យតប៉ែសួយកេតសូនឹងលន់មាត់ផងដែរថាសាស្កេពិតជាមនុស្សល្អណាស់ហើយនឹងដោះបំណុលនេះដោយរបៀបណាផងដែរតែជាមួយនឹងការសម្រាករបស់ពួកគេសាស្កេក៏បានជះមុនស្នេហ៍ពេញហាង
បាត់ទៅហើយប៉ុន្តែគាត់នឹងហាក់ដូចជាមិនខ្វល់នៅឡើយគឺតែពីញ៉ាំការ៉េមរបស់ខ្លួនដោយសារតែគាត់នឹងគឺជាមនុស្សដែលជំនាញខាងរចនាបថដែលធ្វើឲ្យគាត់នឹងចាំបាច់បំផុតក្នុងការត្រូវការជាទឹកក្រពែលតែសាស្កេឃើញគាត់នឹងលេងសើចអញ្ចឹងពិតជាបញ្ញាជាមួយនឹងដំណើររបស់ខ្លួនមែនទែនគាត់ធ្វើឲ្យគាត់នឹងបញ្ញាបោះសម្ដីជាមួយនឹងការចោទសួរភ្លាមផងដែរថាប្រសិនបើប្រញាប់អញ្ចឹងជ្រើសរើសយកពួកគេចូលរួមជាមួយនឹងគ្នាធ្វើអ្វីហើយសាស្កេក៏បានទទួលភ្លែតផងដែរថាគណៈពេលដែលពួកគេជុំគ្នារួចរាល់ខ្លួននឹងប្រាប់អំពីមូលហេតុផងដែរតែគាត់នឹងគ្រាន់តែលើអញ្ចឹងក៏បានបបួលសាស្កេក្នុងការយកឈ្នះពិភពលោកនេះតែម្ដងតែសាស្កេមិនខ្វល់នៅឡើយចង់ធ្វើអ្វីធ្វើតាមចិត្តចោះព្រោះខ្លួនមានគោលបំណងដែលចង់ធ្វើធំជាងនេះគាត់ធ្វើឲ្យគាត់នឹងទទួលផងដែរថាប្រសិនបើខ្លួនលើសាស្កេនិយាយអញ្ចឹងតាំងពីដំបូងប្រហែលជាខ្លួនមិនទុកចិត្តនោះឡើយដោយស្ដាប់មើលទៅវាហាក់ដូចជារឿងចម្លែកពេកហើយជាមួយនឹងការម្ដងរបស់អ្នករត់តុក្នុងការយកការ៉េមឲ្យអាគាត់នឹងបន្តអាគាត់នឹងក៏បញ្ញាប់សួរអំពីរឿងរ៉ាវអំពីក្បត់ធំដែលពាក់ព័ន្ធនៅក្បែរស្ពានផ្លេតផងដែរប៉ុន្តែជាមួយនឹងការស្ទាក់ស្ទើររបស់អ្នកអាគាត់នឹងក៏បានយល់បាត់ទៅហើយដោយបានរុញបន្ថែមថាសាស្កេរបស់យើងគឺជាអ្នកកំពុងក្នុងការស្វែងរកវាក៏ធ្វើឲ្យមនុស្សស្រីទាំងអស់នោះជ្រួលជ្រើមតែម្ដងក្នុងការរត់ទៅប្រាប់គ្នាមកផ្ដល់ព័ត៌មានតាមអ្វីដែលពួកគេបានដឹងប្រាប់ទៅកាន់សាស្កេរបស់យើងដោយបានបង្ហាប់ប្រាប់ថាលោកតាហាសូណាប្រហែលជាគាត់បានដឹងហើយសាស្កេវិញគ្រាន់តែលើគឺចាប់អារម្មណ៍ស្គាល់ផ្លេតតែម្ដងក្នុងការឈ្មោះគោលដៅទៅរកផ្ទះរបស់គាត់ហើយជាមួយនឹងការងឿងឆ្ងល់របស់គាត់នឹងសាស្កេក៏បានប្រាប់ទៅផងដែរថាតាម្នាក់នឹងគឺជាជាងឈើក្នុងការសាងសង់ស្ពានមួយនឹងប៉ុន្តែជាមួយនឹងការមកដល់ក៏មិនបាននៅផ្ទះនោះទេដោយសារតែគាត់ជាប់រវល់ទៅសាងសង់ស្ពាននៅទឹកដីរន្ទះហើយក៏បានយកចៅប្រុសរបស់គាត់ទៅជាមួយផងដែរហើយគាត់នឹងត្រឡប់មកវិញប្រហែលជាមួយឆ្នាំទៀតអីណោះហើយវាក៏ធ្វើឲ្យគាត់នឹងរអ៊ូផងដែរថាទឹកដីរន្ទះវាពិតជាឆ្ងាយណាស់តែសាស្កេក៏បានចោទសួរបន្តពាក់ព័ន្ធនឹងដាវធំតែម្ដងតែនោះមានមនុស្សម្នាក់ឈ្មោះ Tension បានយកទៅតែមនុស្សម្នាក់នឹងមកដំបងដើម្បីចាប់យកវត្តមានរបស់សាបូសាយកទៅនោះទេតែយ៉ាងណាសាបូសាបានស្លាប់ទៅហើយក៏បានយកដាវរបស់គាត់ទៅជំនួសវិញហើយគ្រាន់តែលើក៏ធ្វើឲ្យតប៉ែសួយកែសូបានចាប់អារម្មណ៍ស្គាល់ផ្លេតែម្ដងតែមនុស្សម្នាក់នឹងគឺជាជំនួយការរបស់ស្ដេចកษัត្រិយភូមិនៃទឹកដីទាំងដោយសារតែសាបូសាបានសម្លាប់មនុស្សក្រមបង្គាប់របស់មនុស្សម្នាក់នឹងជាច្រើនខណៈពេលដែលសាបូសាស្ថិតនៅក្នុងភូមិអាប់នោះតែធ្វើឲ្យមនុស្សម្នាក់នឹងពិតជាមានកំហឹងមែនទែនជាមួយនឹងសាបូសាតែចាត់ដនអីពួកគេក៏បានដង្កេតគ្នាជាមួយនឹងអាគាត់ពីមុនទៀតបាត់ទៅហើយតែធ្វើឲ្យតប៉ែសួយកែសូនឹងទទួលផ្លេតែម្ដងថាចំពេលដែលខ្លួនកំពុងតែស្វែងរកវត្តមានរបស់អាគាត់នឹងល្មមក៏ធ្វើឲ្យគាត់នឹងបញ្ញាដាក់មេប្រូចផងដែរប៉ុន្តែនៅតែមិនអាចគេចផុតចេញពីកណ្ដាប់ដៃរបស់ពួកគេបាននៅឡើយហើយតប៉ែសួយកែសូនឹងជឿជាក់ថាប្រភេទមនុស្សអាគាត់នឹងហាក់ដូចជាបានដឹងនៅរឿងគ្រប់ប្រភេទក៏ធ្វើឲ្យគាត់នឹងប្រញាប់ប្រកែកភ្លាមផងដែរថាខ្លួនមិនដឹងអំពីលោក Tension នោះទេតែតប៉ែសួយកែសូនឹងក៏បានលើកកណៃមកគំរាមបាត់ទៅហើយជាមួយនឹងការបង្ហាញស្នាមញញឹមដ៏ខុសខើក៏ធ្វើឲ្យគាត់នឹងមានការភ័យខ្លាចមិនស្ទើរនោះទេជាមួយនឹងការប្រាប់ទៅតែម្ដងថាលោក Tension នឹងគឺជាអ្នកនយោបាយហើយក៏មានផ្នែកមួយក្រៅពីរឿងទាំងអស់នេះផងដែរតែគាត់ក៏ជាមេក្រុមចោរដ៏ធំមួយផងដែរដោយគាត់នឹងបានលើថាលោក Tension នឹងតែងតែទទួលបានសំណូកជាច្រើនចេញពីស្ដេចកษัត្រិយភូមិហើយក៏ដូចជាធ្វើអ្វីគ្រប់យ៉ាងតាមអំពើអាក្រក់ដែលខ្លួនចូលចិត្តហើយវាធ្វើឲ្យតប៉ែសួយកែសូនឹងយល់បាត់ទៅហើយថាគាត់នឹងបានដឹងអ្វីគ្រប់យ៉ាងក៏បញ្ញាប់ចោទសួរអំពីទីតាំងរបស់លោក Tension នឹងនៅឯណាហើយវាស្ថិតនៅភាគខាងត្បូងមានប្រាសាទមួយនៅក្នុងព្រៃហើយក៏ដូចជាយោងតាមពាក្យប្រចាំរាមមានតែហ៊ានស៊ីឈ្នួលរាប់ពាន់អ្នកយាមនៅទីនោះផងដែរតែគ្មានអ្នកណាអាចចូលទៅកាន់ទីនោះបាននោះឡើយប៉ុន្តែជាក់ស្ដែងវិញសាស្កេយើងក៏បានបង្ហាញខ្លួននៅទីនោះឆ្មើមបាត់ទៅហើយសំខាន់ភ្ជង់ដើរកដាលក្បាលគេទៀតធ្វើឲ្យអាគាត់ Tension ហ្នឹងមានការភ្ញាក់អើមមិនស្ទើរនោះទេជាមួយនឹងការចោទសួរសាស្កេថាគឺជាអ្នកណាហើយក៏ដូចជាការចូលមកដល់ទីនេះដោយរបៀបណាផងដែរតែសាស្កេគ្រាន់តែជុំនឹងទៅកាន់អាគាត់នឹងតែប៉ុណ្ណោះដោយបានថាខានស្អែកប្រាសាទមួយនេះនឹងត្រូវទទួលរងការវិភាគចេញពីសំណាក់តាហ៊ានរាប់ម៉ឺននាក់ដោយឲ្យអាគាត់នឹងរៀបចំខ្លួនជាមួយនឹងមនុស្សដែលខ្លួនមានទាំងអស់ទៅហើយក៏ដូចជាការបញ្ជាក់របស់សាស្កេថាខ្លួនគឺជាសួយកេសូផងដែរហើយជាមួយនឹងការចាក់ចេញផុតមនុស្សអាគាត់នឹងក៏បញ្ញាស្រ័យប្រាប់ទៅកាន់កូនចៅរបស់ខ្លួនផងដែរថាពេលនេះកំពុងតែមានអ្នកឈ្លានពានប្រញាប់ក្នុងការប្រមូលផ្ដុំហើយនាពេលថ្ងៃស្អែកមកដល់មនុស្សទាំងអស់នោះក៏កំពុងតែមមាញឹកផងដែរក្នុងការខ្លំមើលនៅតំបន់ជុំវិញដែលធ្វើឲ្យតប៉ែសួយកេសូនេះមិនដឹងខ្យល់អីមានការងើងឆ្ងល់មិនស្ទើរនោះទេហើយសាស្កេក៏បានចូលមកប្រាប់ផងដែរអំពីរឿងដែលខ្លួនបានបង្កើតឡើងយប់មិញថាថ្ងៃនេះនឹងមានមនុស្សរាប់ម៉ឺនអ្នកបើកការវិភាគមកលើប្រាសាទមួយនេះដែលវាក៏ធ្វើឲ្យតប៉ែសួយកេសូនឹងភ្ញាក់ព្រើផងដែរតែយ៉ាងណាវាមិនសំខាន់សម្រាប់អាគាត់នឹងនោះទេភាពច្របល់ច្របល់របស់មនុស្សទាំងអស់នេះវានឹងងាយស្រួលសម្រាប់ខ្លួននោះទេហើយខ្លួននឹងធ្វើសកម្មភាពក្នុងការលួចនៅយប់នេះផងដែរតែសាស្កេក៏បានដាក់នៅការភ្នាល់មួយបាត់ទៅហើយថាអ្នកណានឹងអាចទទួលបានកំបិតមួយនោះមុនគេហើយវាក៏ធ្វើឲ្យគាត់នឹងជ្រួលជ្រើមួយរំពេចផងដែរដោយសាស្កេក៏បានទទួលធ្វើវាតែម្ដងក្នុងពេលឥឡូវនេះហើយក៏ដូចជាមានច្បាប់មួយផងដែរដែលពួកគេមិនត្រូវសម្លាប់នរណាគេម្នាក់នោះឡើយហើយវាធ្វើឲ្យគាត់នឹងមានការងឿងឆ្ងល់ជាមួយនឹងលក្ខខណ្ឌនេះបន្តិចផងដែរហើយពេលនេះសាស្កេក៏បានមកប្រឈមមុខឆៅទៅទៀតក៏បានមកដល់ឲ្យគាត់នឹងកាន់តែងឿងឆ្ងល់តែម្ដងហើយគណៈពេលដែលឈ្មោះដំណើរទៅហើយក៏ឆ្លៀតសួរបញ្ជាក់ទៅទៀតថាពួកគេត្រូវតែចាប់ដើមឥឡូវនេះមែនទេតែ
យ៉ាងណាគាត់នឹងក៏បានបដិញ្ញាផងដែរថានឹងមិនចាញ់ការភ្នាល់មួយនេះនោះឡើយតែជាមួយនឹងការបបួលចាប់ផ្ដើមចូលទៅនោះធ្នូក៏ហោះមកពេញមេឃបាត់ទៅហើយតែយ៉ាងណាសាសកេក៏បានប្រើរចនាបទភ្លើងបាល់ភ្លើងរបស់ខ្លួនអាចទប់ស្កាត់វាបានយ៉ាងងាយបាត់ទៅហើយវាក៏ធ្វើឲ្យគាត់នឹងកាន់តែជ្រួលជ្រើមកណ្ដាលពេលដែលឃើញការប្រឈមបែបនេះតែដាក់ភ្នែកទៅក៏បានបាត់វត្តមានសាសកេរបស់យើងទៅហើយវាក៏ធ្វើឲ្យគាត់នឹងដាច់ផ្ងាផងដែរហើយក៏ដូចជាគ្មានជំរឿអ្វីទៀតផងដែរមានតែចាប់ផ្ដើមប្រឈមមុខជាមួយនឹងរឿងទាំងអស់នេះនោះទេហើយជាមួយនឹងការតទល់ទាំងអស់នេះគាត់នឹងក៏សម្រេចធ្វើតាមលក្ខខណ្ឌរបស់សាសកេផងដែរដោយមិនបានផ្ដាច់ជីវិតជនណាម្នាក់នោះឡើយហើយជាមួយនឹងការតទល់ជាបន្តបន្ទាប់អស់80ម៉ោងកន្លងទៅគាត់នឹងក៏មានឱកាសក្នុងការចូលទៅតទល់បន្តទៀតនៅខាងក្នុងប្រាសាទហើយពេលវេលាចេះតែបន្តទៅមុខហើយគាត់នឹងក៏ឈ្មោះដំណើរបន្តទៅមុខដែលធ្វើឲ្យគាត់នឹងបានជួបនឹងគោលដៅរបស់ខ្លួនហើយដោយបានលន់មកថាវាគឺជាអ្វីទាំងអស់បន្ទាប់ពីការនឿយហត់ហើយដែលធ្វើឲ្យគាត់ថាន់សិននឹងឃើញចឹងលន់មាត់មិនស្ទើរនោះទេដែលតបៈសួយកេសូមានតែម្នាក់ឯងអាចផ្ដួលមនុស្សរបស់ខ្លួនបានទាំងអស់ដែលធ្វើឲ្យតបៈសួយកេសូនឹងទទួលផងដែរថាអាវុធស្របច្បាប់ទាំងអស់នោះគ្មានប្រយោជន៍សម្រាប់វាបហាខ្លួននោះឡើយតែជាមួយនឹងការគ្រឹះរបស់គាត់ថាន់សិននោះអង្គរៈរបស់គាត់នឹងម្នាក់ទៀតក៏បានលេចវត្តមានមកឆ្មើមបាត់ទៅហើយដោយប្រកាសថាអាវុធស្របច្បាប់ទាំងអស់នោះវាគ្មានប្រយោជន៍ចឹងសាកស៊ីរបស់មួយនេះទៅបើធ្វើឲ្យតបៈសួយកេសូនឹងឃើញចឹងលន់មាត់ភ្លាមផងដែរថានោះគឺជាកំបិតពេជ្ជឃាតរបស់ខ្ញុំទេតែយ៉ាងណាខ្លួនគាត់នឹងនៅតែត្រូវបានកាត់ដាច់ក៏ធ្វើតបៈថាន់សិនពេលនេះមានអំណួតវិញមិនស្ទើរនោះទេតែជាមួយនឹងការអស់សំណើចនោះយ៉ាងណាតបៈសួយកេសូក៏បានអស់សំណើចចូលមកនឹងគេផងដែរដោយថាសុំទោសផងកំបិតវាមិនអាចដំណើរការជាមួយនឹងខ្ញុំបាននោះឡើយតែអ្វីដែលគាត់នឹងច្រណែនជាមួយនឹងមនុស្សដែលបានកាប់វត្តមានរបស់ខ្លួននោះដែលគាត់នឹងអាចកាន់ដើមមួយនេះបានដោយមិនដែលទទួលបានការបដិបដាពិសេសណាមួយនោះឡើយដែលវាអាចធ្វើទៅរួចដោយសារតែរូបរាងកាយរបស់គាត់នឹងតែប៉ុណ្ណោះដែលធ្វើឲ្យមនុស្សម្នាក់នោះគ្រឿនមិនស្ទើរនោះទេជាមួយនឹងការប្រហារម្ដងទៀតតែយ៉ាងណាតបៈសួយកេសូនឹងនៅតែអាចធ្វើបានជាមួយនឹងការបោះសម្ដីទៅកាន់គាត់នឹងថាខ្ញុំបានលើថាឯងប្រាប់អ្នកគ្រប់គ្នានៅទីក្រុងថាឯងគឺជាអ្នកអាចសម្លាប់នៅវត្តមានរបស់សាបូសាបានដោយយកដើមមួយនេះចេញពីវត្តមានរបស់គាត់ធ្វើឲ្យមនុស្សម្នាក់នោះប្រញាប់ប្រកែកភ្លាមផងដែរដោយថាមិនមែនជាខ្លួននោះឡើយវាគឺជាម្ចាស់របស់ខ្លួន Tencent នោះទេតែធ្វើឲ្យតបៈសួយកេសូនឹងប្រញាប់ចោទសួរទៅផ្លេតែម្ដងតែធ្វើឲ្យតបៈ Tencent នឹងក៏ប្រញាប់ប្រកែកផងដែរថាមិនមែនជាខ្លួននោះឡើយដែលជាអ្នកសម្លាប់នៅវត្តមានរបស់សាបូសាតែគាត់នឹងក៏បានចាប់អារម្មណ៍ពីវត្តមានរបស់សាសកេផងដែរដែលដឹងថាគឺជាមនុស្សម្នាក់ដែលបានបង្ហាញខ្លួនកាលពីម្សិលមិញហើយក៏ប្រញាប់ចោទទៅកាន់សាសកេផ្លេផងដែរថាគឺជាអ្នកសម្លាប់នៅវត្តមានរបស់សាបូសាហើយអ្វីដែលខ្លួនបានធ្វើនោះគ្រាន់តែយកដើមមួយនេះមកតែប៉ុណ្ណោះតែវាក៏បានធ្វើឲ្យតបៈសួយកេសូនឹងអស់សំណើចបាត់ទៅហើយតែគាត់នឹងគ្រាន់តែធ្វើការកុហកចោទទៅកាន់អ្នកដទៃថាជាមនុស្សអាក្រក់តែប៉ុណ្ណោះហើយសាសកេក៏បានលើកទឹកចិត្តទៅកាន់តបៈសួយកេសូនឹងផងដែរជាមួយនឹងការផ្ដល់ទឹកឲ្យហើយវាក៏ធ្វើឲ្យតបៈសួយកេសូនឹងលើកឡើងបន្តផងដែរទោះបីតែខ្លួនមិនមានភាពស្និទ្ធស្នាលជាមួយនឹងសាបូសាយ៉ាងណាក៏ដោយតែយ៉ាងណាសាបូសានៅតែជារៀមច្បងចេញពីភូមិរបស់ខ្លួនគណៈពេលដែលខ្លួនលើពាក្យប្រចាំរាមថារៀមច្បងរបស់ខ្លួនត្រូវចាញ់ក្រមមនុស្សទុនខ្សោយដូចជាគាត់នឹងដែលធ្វើឲ្យតបៈសួយកេសូនឹងមិនសុខចិត្តនោះទេចង់ឲ្យគាត់ថាន់សិននឹងត្រូវតែចំណាយលើរឿងទាំងអស់នេះដែលវាគួរតែសាកល្បងស៊ីនៅកំបិតមួយនេះតែក៏ត្រូវបានសាសកេខាត់បាត់ទៅហើយថាមិនត្រូវសម្លាប់មនុស្សប្រភេទនេះនោះឡើយតែយ៉ាងណាតបៈសួយកេសូនឹងក៏បានកាត់នៅសសរគ្រឹះដាស់តឿនទៅកាន់គាត់ថាន់សិននឹងគួរតែបញ្ញាប់កិច្ចខ្លួនចេញពីទីនេះឲ្យបានល្អចោលហើយវាក៏ជាមូលហេតុដែលខ្លួនទុកជីវិតឲ្យគាត់នឹងផងដែរសម្រាប់ជាការគោរពទៅកាន់សាសកេរបស់យើងដែលធ្វើឲ្យគាត់ថាន់សិននឹងចាប់អារម្មណ៍អំពីឈ្មោះរបស់សាសកេផ្លេតែម្ដងតែវាគឺជាមនុស្សម្នាក់ដែលបានសម្លាប់វត្តមានរបស់អូរូឈីម៉ារ៉ូដែលធ្វើឲ្យតបៈសួយកេសូនឹងលន់មាត់ផងដែរថាសាសកេយើងពិតជាល្បីមែនហើយជាមួយនឹងការដួលរលំប្រាសាទមួយនោះតបៈសួយកេសូនឹងក៏សើចដោយអំនួតផងដែរហើយជាមួយនឹងការឈ្មោះទៅភាគខាងជើងបន្តរបស់ពួកគេតបៈសួយកេសូនឹងក៏បាននិយាយផងដែរថាខ្លួនមានកំបិតមួយនេះប្រហែលជាមិនអាចចាញ់វត្តមានសាសកេបាននោះឡើយហើយក៏បានចាប់អារម្មណ៍ពីចំណុចមួយទៀតផងដែរថាសាសកេយើងនឹងបានដឹងថាខ្លួនចង់បានកបិតមួយនេះមែនទេហើយវាក៏ជាហេតុផលដែលសាសកេរបស់យើងមិនបានបដិសេធតាំងពីដំបូងផងដែរហើយវាក៏ធ្វើឲ្យតបៈសួយកេសូនឹងបានចាប់អារម្មណ៍ពីរឿងរបស់សាសកេបានបង្កើតសាច់រឿងក្នុងការប្រមានទៅកាន់មនុស្សក្នុងប្រាសាទទាំងអស់នោះផងដែរដែលបានអូសទាញខ្លួនចូលទៅការភ្នាល់ក្នុងការតតាំងជាមួយនឹងសត្រូវតែមកដល់ចំណុចនេះធ្វើឲ្យតបៈសួយកេសូនឹងចាប់អារម្មណ៍ផ្លេតែម្ដងថាសាសកេធ្វើឡើងនេះដើម្បីសាកល្បងនៅវត្តមានរបស់ខ្លួនក៏បញ្ញាបតោសាសកេរបស់យើងថាគឺជាមនុស្សអាក្រក់ដែលធ្វើឲ្យខ្លួនមានការជឿចាប់ដូច្នេះហើយវាក៏ធ្វើឲ្យគាត់នឹងទទួលស្គាល់សាសកេថាគឺជាមនុស្សប្រភេទណាផងដែរដែលសាសកេសមជាមនុស្សធ្វើជាផ្លូវឲ្យខ្លួនជ្រើសរើសហើយក៏ដោយគណៈពេលដែលខ្លួនមានកំបិតមួយនេះខ្លួននឹងអាចជួយបំពេញតាមការសន្យារបស់សាសកេផងដែរតែយ៉ាងណាវានៅតែធ្វើឲ្យគាត់នឹងមិនទាន់ច្បាស់ថាត្រូវជ្រើសរើសផ្លូវមួយណាឲ្យពិតប្រាកដយ៉ាងណាគាត់នឹងនៅតែជ្រើសរើសយកផ្លូវណាចិត្តបំផុតក្នុងការចាប់ផ្ដើមស្វែងយល់អំពីសាសកេរបស់យើងហើយវាក៏ធ្វើឲ្យសាសកេទទួលតបទាំងអស់សំណើចផងដែរថាជ្រើសរើសយកផ្លូវដែលចិត្តបំផុតមែនទេហើយក្រឡេកមកកន្លែងលាក់ខ្លួនរបស់អូរូឈីម៉ារូនៅភាគខាងជើងឯនេះវិញក៏មានស្ត្រីម្នាក់កំពុងតែកាំងនៅទីនោះ
ផងដែរគណៈពេលដែលអូរ៉ូឈីម៉ារ៉ូត្រូវបានបាត់បង់មិនចេះតែមាននរណាគេម្នាក់ខ្សែលើនាងបានទៀតនោះទេហើយនាងក៏បានចាប់អារម្មណ៍អំពីប្រភេទចចរាមួយប្រភេទផងដែរដោយបានលន់មកថាវាមិនអាចទៅរួចនោះទេ